សូមជូនរឿងស្ដេចសេកគុណនៃការចិញ្ចឹមមាតាបិតាក្នុងការកន្លងទៅហើយមានព្រាហ្មណ៍គ្រាមួយឈ្មោះសាលិន្ទយៈតាំងនៅឥសានពីទីក្រុងរាជកហៈតពីព្រាហ្មណ៍គ្រានោះមានស្រែនៃជននៅក្នុងដែនមគធៈមួយនៅទិសឥសានដូចគ្នាក្នុងទិសឥសានតពីមគធៈខេត្តនោះមកដដែលមានដើមរកាមួយធំដុះទៀបញោកភ្នំលើដើមរកានោះមានសេកនៅជាច្រើនកាលនោះព្រះពោធិសត្វកើតជាស្ដេចសេកមានសរីរៈធំប៉ុនដុំរទេះតែងហើរទៅពំយកចំណីពីព្រៃហេមពៀនមកចិញ្ចឹមមាតាបិតាគ្រានោះមានព្រាហ្មណ៍ម្នាក់ជាកោសិយៈគោតនៅអាស្រ័យនៅក្នុងស្រុកសាលិន្ទយៈនោះបានសាបព្រោះនៅស្រូវសាលីនៅក្នុងស្រែមួយមានពន្ធនៃការីស័កជាប្រមាណហើយឲ្យបរិសម្នាក់ជាអ្នកចាំថែរក្សាមើលការខុសត្រូវស្ដេចសេកនិងបរិវារតែងហើរចុះទៅក្នុងស្រែនោះជានិច្ចជាកាលឯខេត្តតបាលបរិសដេញមិនឈ្នះសោះព្រោះហ្វូងសេកច្រើនហួសហេតុអស់សេកទាំងនោះស៊ីត្រឹមតែឆ្អែតហើយក៏ហើរទៅប្លែកអស្ចារ្យណាស់មានតែស្ដេចសេកមួយទេដែលស៊ីឆ្អែតហើយឆ្លៀតពំគួស្រូវទាំងនោះជាច្រើនយកទៅទៀតខេត្តតបាលបរោះក៏ទៅជម្រាបព្រាហ្មណ៍ពោលថាបើដូច្នោះចូលអ្នកវិញរួមកន្ទុយសេះធ្វើជាអន្ទាក់ដាក់តង់កន្លែងស្ដេចសេកនោះវាចុះបើចាប់បានត្រូវនាំយកមកទាំងរស់កុំខានខេត្តតបាលបរោះធ្វើតាមបង្គាប់ព្រាហ្មណ៍ក៏ចាប់បានស្ដេចសេកនោះមកហើយក៏យកទៅឲ្យទាំងរស់ព្រាហ្មណ៍គ្រាន់តែឃើញស្ដេចសេកភ្លាមមានសេចក្តីស្រឡាញ់យ៉ាងខ្លាំងហើយឲ្យឈរទុំលើផ្លូវខ្លួនសួរថាណែសេកអ្នកស៊ីស្រូវសាលីដរាបឆ្អែតហើយនាំទៅដោយចម្ពុះទៀតយើងឆ្ងល់ណាស់ជំរុករបស់អ្នកមានឬទេឬអ្នកចង់ពៀចំពោះយើងស្ដេចសេកឮសំណួរនោះក៏ពោលគាថាដ៏ផ្អែមល្ហែមជាភាសាមនុស្សថាអ្នកមេវេរាំងតយាសទ្ធឹងកោថាំងមៃហាំងនវិជ្ជតិអ៊ីណាំងមុញចាមិណាំងតាមមិសមត្តតកោដេសំបលីនិធិមពេតដ្ឋៈនិតហាមិអេវੰជានេហិកោសិយៈខ្ញុំមិនធ្វើពៀចំពោះអ្នកទេជំរុករបស់ខ្ញុំក៏គ្មានខ្ញុំនាំស្រូវទៅដើមរកានោះព្រោះសងបំណុលចាស់បុលបំណុលថ្មីទាំងកំណប់ក៏ខ្ញុំកប់ទុកនៅក្នុងទីនោះមនាលកោសិយៈព្រាហ្មណ៍អ្នកជួដឹងយ៉ាងនេះចុះដើម្បីដោះស្រាយសំណួររបស់ព្រាហ្មណ៍និងធ្វើសេចក្តីនោះឲ្យច្បាស់លាស់ទើបពោលគាថាដតីទៀតថាអជាតិតបខាសកុណាមុតកាមៃហាំងកោសិយៈទេមੰភតាភវិសន្តិតស្មាទេសੰអ៊ីនតតិហើយកោសិយៈសកណៈជាតិកូនខ្ញុំមិនទាន់ដុះស្លាប់ទេខ្ញុំចិញ្ចឹមវាមកជាចិញ្ចឹមខ្ញុំវិញហេតុនោះខ្ញុំត្រូវឲ្យបំណុលដល់ពួកវានោះមេតាបេតាចាត់ធោចិនកាកតយោបនីទេសੰតុនដេនៈហាតោណៈមុញជេពពេកតាំងអ៊ីណាំងឯមេតាបេតាខ្ញុំសោតមានវ័យចម្រើនណាស់ទៅហើយខ្ញុំនាំស្រូវទៅដោយចម្ពុះនឹងយកទៅសងបំណុលចាស់នោះអញ្ញេបេតដ្ឋសកុណាខៃណបខាសុទុបលាទេសੰមុញ្ញតិកោតាមមិតាំងនិធិអហុបណ្ឌិតាលើដើមរកានោះមានពួកសត្វស្លាបដតីមានស្លាបរិចរិលនិងមានកម្លាំងអន់ថយណាស់ខ្ញុំជាអ្នកចំណូលដោយបុណ្យនឹងឲ្យដល់នូវសត្វទាំងឡាយនោះទៀតពួកបណ្ឌិតពោលនៅបញ្ញកម្មនោះថាជាអនុគាមនិធិព្រាហ្មណ៍ឮគាថានោះជ្រះថ្លាណាស់បានប្រគល់ស្រែហើយពោលថាចាប់ពីថ្ងៃនេះទៅអ្នកនឹងញាតចូលទំពាស៊ីនៅស្រូវនេះចុះទើបស្រាយចំណងពីជើងសេកពោធិសត្វជាសត្វដឹងប្រមាណក៏ទទួលយកត្រឹមតែ8ករិស័កប៉ុណ្ណោះសល់ពីនោះប្រគល់ឲ្យព្រាហ្មណ៍វិញទើបឲ្យអវាទជាដំបូលមានដល់ប្រសើរឆ្នើមតែមួយម៉ាត់ថាមហាព្រាហ្មណ៍អ្នកកុំប្រមាថឲ្យសោះហើយនាំនៅគួស្រូវសាលីហើយឆ្ពោះទៅកាន់សំណាក់មាតាបិតាទៅព្រាហ្មណ៍បានបោះនៅគួក្នុងស្រែ8ករិស័កនោះហើយពោលប្រាប់ខេត្តតបាលបរោះថាអ្នកកុំខត់ខាំងពួកសេកទៀតចាប់ពីថ្ងៃនេះទៅហ្
ហ្វូងសេកមានសេចក្តីសុខសប្បាយកាយចិត្តដោយសារតែស្ដេចរបស់ខ្លួនមានបញ្ញាយ៉ាងពិតពាន់ហើយតែងហៅទៅពំនាំយកមកបរិភោគនៅស្រូវនៅក្នុងស្រែ8ករិស័កនោះជានិច្ចរឿងនេះចប់តែប៉ុណ្ណេះសូមអនុមោទនា